ស្ដីអ្នកនរគ្នាអញ្ចឹងវីដេអូនេះជាវីដេអូទី2របស់ខ្ញុំដែរបាទអូខេអញ្ចឹងជួបជាមួយខ្ញុំបាទទៀតហើយបាទរដ្ឋាដូច្នេះខ្ញុំឈ្មោះថារដ្ឋាសិលអបាទអញ្ចឹងថ្ងៃនេះខ្ញុំមានកំណាព្យមកជម្រាបជូនដល់អ្នកនរគ្នានឹងរបៀបនៃការសូត្រកំណាព្យខ្ញុំមិនមែនជាអ្នកជំនាញសូត្រកំណាព្យខ្លាំងណាស់ណាដែរទេបាទគ្រាន់តែខ្ញុំមានបទពិសោធន៍តិចតួចដើម្បីចែករំលែកឲ្យសិស្សឬក៏ក្មេងខ្លះមិនទាន់ចេះសូត្របាទហើយខ្ញុំសូត្រនេះពាក្យថាកំណាព្យវាសូត្របានច្រើនវាអាចសូត្រជាបែបប្រៀបធៀបបែបពំយល់អាចសូត្របែបថាតែសេចក្តីអាចបាទសំទោសឡើងចូលតែសេចក្តីណាទៀតនិយាយថាកំណាព្យវាអាចសូត្របែបរស់បែបរខោនហើយបែបអីផ្សេងទៀតបាទអូខេអញ្ចឹងថ្ងៃនេះខ្ញុំសូត្របទមួយដែលបទនោះដកស្រង់ចេញពីវិជ្ជាខេមរាភាសាទំព័រទី28មកសំអោតបាទអូខេអញ្ចឹងបទនេះគឺជាបទពំនោលខ្ញុំសូត្របែបរស់អូខេអញ្ចឹងតាមសាប់អ្នកគ្នាខ្ញុំមានក្រចកនឹងថ្មិញបើខ្ញុំបញ្ចេញសัตว์ផងរកអែបខ្ញុំណារហ័សប្រៀបបាននឹងខ្លាខ្ញុំស្រែងកាសណាសំលេងដូចជាខ្លាធំឬដូចរន្ធឹកខ្លាធំមនុស្សសត្វពិតពុំតយុទ្ធនឹងខ្ញុំដងតយុទ្ធនឹងខ្ញុំដល់ម្ដងកណ្ដល់ខ្លាចខ្ញុំពេកហងខ្ញុំឡើងឈើផងរហ័សទាំងលោកលោតចុងចំណៃមានអោជារួងខ្ញុំព្រួងបណ្ដោះទៅលើដំបូបរិភោគបាទអូខេបន្ទាប់ពីស្ដាប់ហើយបាទខ្ញុំសូត្រអត់សូវពីរោះទេបាទប៉ុន្តែខ្ញុំសូមឲ្យអ្នកនរគ្នាចុច Subscribe ហើយដាក់រូបកណ្ដឹងផងបាទដើម្បីទទួលបានវីដេអូខ្ញុំថ្មីចាប់នេះទៅខ្ញុំធ្វើវីដេអូមួយថ្ងៃ3តែម្ដងបាទអូខេវីដេអូនេះក៏មានតែប៉ុណ្្នឹងសូមអោនកាយជម្រាបលាទៅដល់អ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ